បាទសួស្តីពុកម៉ែបងប្អូនអ្នកគ្នាយើងសិក្សាអំពីសារធាតុចិញ្ចឹមរបស់រុក្ខជាតិទាំងប្រភេទម៉ាក្រូធាតុនិងមីក្រូធាតុម៉ាក្រូធាតុនោះគឺការបែងចែកទៅលើសារធាតុ N, K និងម៉ាញ៉េស្យូម ស្វ័នភើនិងកាល់ស្យូមដែលដាក់បញ្ចូលនៅក្នុងម៉ាក្រូធាតុហើយមីក្រូធាតុនោះគឺក្រុមជាតិដែកម៉ង់កាណេសស័ង្កសីទង់ដែងបូរ៉ុនម៉ូលីដែននិងក្លូរិនដែលវាមានតួនាទីសំខាន់ហើយបន្តិចទៀតយើងនឹងសិក្សាអំពីសារធាតុមួយដូចជា N មានតួនាទីយ៉ាងម៉េចបើសិនតែខ្វះមានសន្តានបែបម៉េចហើយបើលើសគួរធ្វើយ៉ាងម៉េចអញ្ចឹងយើងសិក្សាទៅលើ N1 N គឺជាសារធាតុអាសូតដែលយើងហៅថា nitrogen ដែលវាដើរតួនាទីអាសូតនៅក្នុងរុក្ខជាតិនោះគឺបណ្ដុំប្រូតេអ៊ីនកាត់យកអង់ស៊ីមអាមីណូអាស៊ីតនុយក្លេអ៊ិកឬក៏ក្លូរ៉ូហ្វីលវាជួយដល់ការលូតលាស់ដើមនិងស្លឹកនេះគឺតួនាទីអញ្ចឹងបើសិនតែកង្វះសារធាតុចិញ្ចឹមសារធាតុ nitrogen នេះគឺការលូតលាស់នឹងថយចុះស្លឹកចាស់ប្រែទៅជាពណ៌លឿងស្លឹកផ្នែកខាងក្រោមធ្លាក់ចុះវាកើតនៅលើស្លឹកចាស់មុនការចេញផ្កាត្រូវពន្យាពេលបើសិនជាផ្កាចេញរួចវាធ្វើឲ្យផ្លែនិងក្របតូចនេះគឺជាការកង្វះសារធាតុនីត្រូហ្សែនហើយបើលើសសារធាតុនីត្រូហ្សែនវិញនោះគឺស្លឹកអោនចុះក្រោមមានពណ៌បៃតងចាស់ប្រព័ន្ធសាំចុះខ្សោយត្រួយខ្ចីលូតលាស់វែងខុសប្រក្រតីស្លឹកខ្មៅស្រអាប់ស្លឹកក្រាស់ស្រអាប់បាទនេះគឺអញ្ចឹងយើងសិក្សាអំពីសារធាតុចិញ្ចឹមមួយនេះវាជួយឲ្យពុកម៉ែបងប្អូននឹងស្វែងយល់បានច្រើន